cái là ngàyนี้คือយើងចូលកម្មវិធី Illustrator បាទនៅ copy នៅក្នុង folder មួយនេះបាទ Illustrator វាគឺជាកម្មវិធីមួយដែលប្រើជាលក្ខណៈគេហៅថាការ design បាទចុះ Photoshop ក៏ design ដែរមែនទេបាទពីរហ្នឹងគឺកម្មវិធី design ដូចគ្នាគ្រាន់តែថា Photoshop វាគឺជាកម្មវិធី design មួយដែលអាចយករូបភាពមកកែប្រែបានក្រៅពីមានលទ្ធភាពអាច design ក៏អាចយករូបភាពមកកែប្រែបានដូចជាគេបាទដូចជាការកាត់ background ចោលការកែ color អីផ្សេងអាហ្នឹងគឺគេហៅថា Photoshop ដែលយើងអាចប្រើបានចំណែក Illustrator វិញវាមុខងាររបស់វាគឺបានន័យថាវាយកផលិតផលមករៀបជា artwork design បាទហើយវាមិនអាចកាត់ background កាត់អីដូច Photoshop បានទេកាត់បានគេអាចម៉ាស់កាត់បានប៉ុន្តែគ្រាន់តែថាវាមិនមានភាពងាយស្រួលដូច Photoshop បាទអាហ្នឹងគឺលក្ខណៈរបស់វាបាទហើយមួយទៀតក្នុងកម្មវិធី Illustrator គេប្រើ Illustrator គឺដើម្បីតែការងារជាមួយនឹងការបោះពុម្ពវាច្រើនធ្វើការងារការបោះពុម្ពច្រើនបាទហើយមួយទៀតការងារការចាក់ពណ៌ផ្សេងទៀតរបស់ Illustrator គឺស្អាតជាង Photoshop ច្រើនដែរក្នុងហ្នឹងណាបាទដែលតោះនេះធ្លាប់ឮថា Photoshop ពេលដែលយើង design zoom ទៅអត់បែកអស់ Illustrator មែនទេ Illustrator zoom ទៅអត់បែកបាទវាមានលក្ខណៈពិសេសរបស់វាមួយបាទអានោះយើងនឹងរៀនតយើងដឹងឥឡូវទោះជាប្រាប់លក្ខណៈខុសគ្នាក៏មិនទាន់ច្បាស់ព្រោះអីអត់ទាន់ស្គាល់ Illustrator ផងគ្រាន់តែឮតែឈ្មោះតែមិនដឹងថា Illustrator ហ្នឹងមិនមិនដឹងថា Illustrator ហ្នឹងជាចរិតរឹកពី Illustrator ហ្នឹងបែបណាមិនដឹងបាទតែគាត់ដឹងថាកម្មវិធីវាធ្លាប់ឮគឺអញ្ចឹងបាទអញ្ចឹងក្នុងការរៀន Illustrator បាទក្នុងការរៀន Illustrator បាទគោលដៅរបស់យើងបាទ concept របស់វាគឺដូចគ្នាទេបាទដំបូងគឺតកតមួយនឹងការ design ក្នុង Illustrator បាទទី1បាទយើងត្រូវតែដឹងຂະຫນាតរបស់ Illustrator បាទបន្ទាប់ពីដឹងຂະຫນាតរបស់ Illustrator ហើយយើងធ្វើម៉េចទៀតបាទគឺយើងចាប់ផ្ដើមពិនិត្យទៅលើបាទទិន្នន័យរបស់ Illustrator បាទពេលដែលយើងពិនិត្យដឹងទិន្នន័យរបស់ Illustrator ហើយគឺយើងចូលទៅដល់អីគេបាទ creative design បាទដោយការពីមុនដែរដោយ Photoshop ដែរមែនទេបាទប៉ុន្តែគ្រាន់តែការរៀបចំ folder រៀងខុសគ្នាបន្តិចបាទអញ្ចឹង project design ដែលទាំងអស់គ្នាស្គាល់បាទខ្ញុំណែនាំ project ទូទៅដែលជាក្នុង Illustrator គេធ្វើបាទទី1ក្នុងការ design ទៅលើ Illustrator គឺយើងមានចំណុចនៃការ design បាទដែលយើងអាចដឹងបានបាទអញ្ចឹងខ្ញុំនឹងណែនាំបាទ project design ដែលមាននៅក្នុងហ្នឹងបាទអញ្ចឹងការធ្វើ Illustrator គឺវាមាន project របស់វាទី1គេហៅថា banner បាទដឹងហើយអ្វីជា banner បាទ banner ផ្ទាំង banner ដែលយើងឃើញតាមផ្លូវហ្នឹងបាទគេអាច design វានៅក្នុង Illustrator បានបាទជាលក្ខណៈអញ្ចឹងបាទអាហ្នឹងគឺការធ្វើ banner បាទបន្តមកទៀតក្រៅពី banner មានអីគេបាទមានដូចជា name card បាទ name card ក៏យើង design នៅក្នុង Illustrator ដែរ name card ហ្នឹងណាបាទហើយនៅមានអីទៀតបាទនៅមាន leaflet បាទនេះ leaflet បាទនេះណាដែលគេបត់3តង់គេដាក់គេបត់អាហ្នឹងក៏យើង design នៅក្នុង Illustrator ដែរហេតុអីបានជានៅក្នុង Photoshop ខ្ញុំមិនអោយទាំងអស់គ្នា design បែបហ្នឹងខ្ញុំគ្រាន់តែអោយ design ធម្មតាពេលច្រើនតែកន្លែងផុសហើយនឹង banner អត់សូវមានកន្លែងអញ្ចឹងឯមែនទេបាទដោយសាររបស់អញ្ចឹងគឺពេលច្រើនគឺលម្អិតខ្លាំងទៅលើຂະຫນាត design ឲ្យច្បាស់លាស់អញ្ចឹងក្នុង Photoshop គឺគេលម្អិតទៅលើຂະຫນាតហ្នឹងច្បាស់លាស់តែម្ដងបាទខុសពី Photoshop គឺមិនសូវច្បាស់ទេចំណុចហ្នឹងណាខុសពី Illustrator គឺមិនសូវច្បាស់ទេបាទអាហ្នឹង leaflet របស់យើងមានច្រើនទេបាទដូចជាមានការ design logo ដាច់ខាតត្រូវទៅ design ក្នុង Illustrator អត់ design ក្នុង Photoshop ទេមូលហេតុអី Photoshop វា
cái nào rồi bỏ đại vì nạp đi phần ná cứ phần nằng chấm nách ở lá bây giờ design logo hói dương print prum phần ná có ọt bài đây còn đấy vì chữ Victor và ngân dương hiện to tầm mốc dương nằng đằng và hay đằng miền ấy xây chất tẹt tông chỉ mỗi nằng ca design nằng anh ấy cứ dương pra nơi không Illustrator và đôi chỉ nhom và sắp ngay cứ nhom ca ở pi cầm hôn hoàn toàn chỉ ca nghe mai ca design và đôi chỉ nhom và là cái nào Facebook po bà tự tam cầm hôn ni mối bà này anh ấy có dương được không Illustrator này toàn đấy bà này dương chỉ poster mẹ post nó ok nhưng tờ mẹ đấy và nó cứ nhom ở cầm hôn nâng mối và hay nâng cầm hôn xây tiết và cuộc công muốn cứ nhầm thua quạt chởn men tên càng nghe đi giá nhỏ ngay cứ thôi tại nhầm thua bị chởn miền càng nghe đi sáng cứ nhầm thua nó không Illustrator tầng toàn đấy chứng chị banner mà chị banner chị ấy những cái dương thời tự đi giá được không nâng tầng tay mà đòn và mà cái chiều bảng leaflet flyer chẳng bảng đấy cứ banner đó để nhầm đi sáng được không nâng và bà hơi miễn ấy tiết bà còn đây là để lọp từ bây giờ càng nghe đi giá anh chấn bà anh ấy cái dương bật từ tam tam play bật tam ấy cái dương pra Illustrator nó mà đi giá chẳng tay mà đòn bà nhận ra để lọp từ khang về lục xong ấy bà lọp khơi bên nâng về lục xong này lọp tới này để lọp từ khang về lục xong ấy khơi banner để nhóm design nâng chẳng như cái chia càng nghe bỏi lá để dương phơ tầng bà chẳng như sọt mong vĩnh càng nghe cái nói lá bà càng nghe cái nói lá cứ design lẹ cái nạ bài nâng ná bà này rung nhom một ập trình màu chẳng sao ta chỉ bên đó rồi dương thưa được không gọi là Illustrator bà như kênh ca trả so với copy pi Photoshop ấy so với bà hay dương print room man thông men tên bà con được biết rõ là gì toàn tới càng nghe nó cứ nhầm trong oi tận off thưa nó không Illustrator nó ở ban chởn tay mà đòn bà chính nhưng vô làm pi càng nghe Illustrator á bàต่อมาទៀតយើងមើលការរៀបចំ folder ម្ដងបាទតើ Illustrator ហ្នឹងគឺយើងរៀបចំ folder បែបណាបាទអញ្ចឹង folder នៅក្នុង Illustrator មកទី1បាទយើងមានគេហៅថាបាទយើងមាន folder project name បាទ folder project name នេះគឺជាឈ្មោះ folder ដែលយើងបានរៀនតាំងពី Photoshop មកមែនទេបាទអញ្ចឹងការរៀបចំរបស់វាបែបម៉េចបាទអញ្ចឹងបន្ទាប់ពីក្នុង folder project name ហ្នឹងពេលដែលយើង set កន្លែងហ្នឹងហើយតើយើងគួរទៅដាក់អីទៀតបាទ folder source បាទអ្វីជា folder source កាលពីយើងរៀនPhotoshop វាជាអត់មាន folder source ទេ folder source ហ្នឹងគឺជា folder សម្រាប់ផ្ទុកទៅលើគេហៅថាទិន្នន័យដែលគេឲ្យយើងទិន្នន័យដែលគេឲ្យយើងមានខ្លះបាទជួនកាលមានជារូបភាពជា logo ដែលគេឲ្យយើងជួនកាលមានជា file Word ដែលគេបានសរសេរអត្ថន័យនៅក្នុងហ្នឹងដើម្បីឲ្យយើងយកអត្ថន័យទៅប្រើការនៅក្នុងការ design មែនទេបាទពេលតោះនេះឃើញ adverb គេមួយតោះនេះឆ្ងល់ថាជាអាពាក្យពេចន៍ហ្នឹងមកពីណាបាទអាហ្នឹងគឺសុទ្ធតែគេឲ្យយើងហ្នឹងតោះណាបាទអញ្ចឹងអាហ្នឹងគឺជាទិន្នន័យមួយដែលគេឲ្យយើងអញ្ចឹងបន្ទាប់ពីបានទិន្នន័យហើយគឺយើងមាន folder មួយទៀតគឺ folder link បាទ folder link បានន័យថាគឺជា folder ដែលយើងយកអ្វីដែលមាននៅក្នុង source មកចម្រាញ់ចេញជា link សម្រាប់ភ្ជាប់ទៅជាមួយនឹងកម្មវិធី Illustrator ពេលដែលយើងយកមក design ឧទាហរណ៍ថាពេលដែលខ្ញុំ design គេឲ្យរូបថតខ្ញុំមួយសន្លឹកប៉ុន្តែរូបមួយសន្លឹកហ្នឹងគឺខ្ញុំត្រូវការកាត់ background ចោលមែនទេបាទចុះពេលដែលកាត់ background យើងកាត់នៅក្នុងកម្មវិធីគេបាទគឺយើងកាត់នៅក្នុង Photoshop អញ្ចឹងពេលដែលយើងកាត់ហើយយើងត្រូវ save file ហ្នឹងជា file របស់ Photoshop ដើម្បីដាក់ចូលទៅក្នុង link ហ្នឹងបាទដើម្បីយកអាហ្នឹងមក link ជាមួយនឹងកម្មវិធី Illustrator នេះគឺជាចំណុចពេលដែលអ្នករៀន design គឺត្រូវតែចេះ
Photoshop មុនអញ្ចឹង Photoshop ដែរទាំងអស់គ្នារៀនគឺជាកម្មវិធីដែលផ្ដល់ concept ហើយនឹងផ្ដល់ការងារ edit មួយចំនួនដើម្បីជំរុញទៅខាង design ហើយនឹងខាង video graph ហើយនឹងខាង video ដែលគេហៅថា video visual effect បាទយើងនឹងរៀនការភ្ជាប់គ្នាដល់កម្រិតនោះទៀតបាទអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងគឺយើងមាន folder ទៀតបាទ folder ex បាទ folder ex នេះគឺជា folder សម្រាប់គេហៅថាការ export នៃការ design របស់យើងជា file JPG បានន័យថាការរៀន Photoshop យើងមិន save អស់ជា JPG ដើម្បីគេដើម្បីឲ្យគេយកហ្នឹងទៅប្រើប្រាស់មែនណាបាទគេមិនមែនយក file PSD យើងទេបើគេយក file PSD យើងបើថាគេក៏ចេះ design ដែរបើគេចេះ design ក៏គេមិនឲ្យយើង design ដែរអញ្ចឹងយើងគ្រាន់តែយក file ហ្នឹងឲ្យគេទៅប្រើប្រាស់ទៅគឺបានហើយអញ្ចឹងបន្ទាប់ពីបានប៉ុណ្្នឹងហើយយើងចូល folder ទៀតបាទ folder print អ្វីជា folder print folder print គឺជា folder សម្រាប់ផ្ទុកទៅលើ file ដែលភ្ញៀវបាន final ភ្ញៀវបាន final ថា artwork មួយហ្នឹងគឺឈប់មានការកែប្រែអីទៀតហើយអញ្ចឹង file ហ្នឹងគឺរុញទៅខាងរោងពុម្ពតែម្ដងបាទអញ្ចឹងការរៀបចំសំខាន់គឺចំណុចហ្នឹងបើថាយើងរៀបចំ folder ដើម្បីឲ្យទាំងអស់គ្នាស្រួលដឹងថាអា folder នេះសម្រាប់ធ្វើអីអញ្ចឹងការងារក្រៅពី design ហើយគ្មានអ្វីក្រៅពីយកទៅ print ឲ្យបោះពុម្ពទៅ print ឲ្យនឹងបោះពុម្ពចេញជាស្អីមកអញ្ចឹងទេមែនទេបាទប៉ុន្តែយើងក៏នៅតែរក្សា project ដើមយើងដដែលទុកមានការកែប្រែលើកក្រោយជួនកាលបោះពុម្ពហើយក៏ដោយប៉ុន្តែស្រាប់តែមួយឆ្នាំក្រោយមកក៏ចង់យកអា album ហ្នឹងមកកែបន្តិចបន្តួចទៀតមែនទេអញ្ចឹងយើងត្រូវ save វាគេយើងត្រូវ save ទៅលើអា file ហ្នឹងចេញឲ្យគេដដែលតោះណាបាទបង្កើត file print ថ្មីឲ្យគេអញ្ចឹងគេដឹងថាយើងអាចមើលគ្រប់គ្រងតិននៃខ្លួនឯងដឹងថាញោមម្នាក់ហ្នឹងគាត់យក artwork មួយហ្នឹង print ចំនួន2ដងហើយមានកែអញ្ចឹងអ្នក design chip គឺគ្រប់គ្រងទៅលើតិនន័យហ្នឹងឲ្យច្បាស់លាស់តោះណាបាទនេះជា folder ទូទៅក្នុងការ design បាទចុះប្រសិនបើយើងចងជាប្រព័ន្ធក្រុមការងារវិញបាទពេលដែលចងជាប្រព័ន្ធក្រុមការងារឬមួយគេប្រើ server មួយដើម្បីផ្ទុកទៅលើតិនន័យការ design បាទឧទាហរណ៍ថាក្នុងក្រុមហ៊ុន design មួយមានភ្ញៀវច្រើនណាស់ដែលគាត់យកមក design មែនទេបាទឧទាហរណ៍ថាក្រុមហ៊ុន KAP ចុះបាទគាត់ជាភ្ញៀវរបស់យើងមែនទេគាត់ជាភ្ញៀវរបស់យើងក្នុងការ design ជាប្រចាំឆ្នាំឧទាហរណ៍ថាក្នុងខែ6ហ្នឹងគាត់បានធ្វើអីខ្លះមែនទេបាទអញ្ចឹងយើងត្រូវមាន folder ដែលគ្រប់គ្រងទៅលើនេះទៀតឧទាហរណ៍ project name នេះវាអាចមានគេ project name វាអាចឈ្មោះវាមានគេ banner name card អញ្ចឹងទៅមែនទេបាទប៉ុន្តែការងារទាំងអស់នោះវាអាចស្ថិតនៅក្នុងថ្ងៃខែណាមួយអញ្ចឹងឧទាហរណ៍ថាពេលនេះគឺយើងអាចដាក់នេះឈ្មោះគេហៅថា client name បាទអ្នកខ្លះគេនិយាយពាក្យថា client អញ្ចឹងទៅគឺបច្ចេកទេសបែរថាជាភ្ញៀវរបស់យើងបាទអញ្ចឹងក្នុង client name ហ្នឹងមានអីគេបាទមានឆ្នាំឧទាហរណ៍ឆ្នាំ2020អញ្ចឹងដល់ក្នុងឆ្នាំ2020ហ្នឹងមានអីគេមានខែតើមានថ្ងៃណាគេមិនអាច design មួយថ្ងៃមួយមិនអាចទេបាទនេះអាចដាក់ថាបាទជាថ្ងៃយើងកុំនិយាយ2020យើងដាក់ជាអក្សរទូទៅតែម្ដងបាទអញ្ចឹងក្នុងឈ្មោះភ្ញៀវហ្នឹងមានគេមានឆ្នាំមានខែហើយនឹងមានបច្ចេកអញ្ចឹងអាបច្ចេកនេះគឺស្ថិតនៅក្នុងខែតែម្ដងនេះបាទឆ្នាំស្ថិតនៅក្រោម client name ដល់ពេល folder man គឺស្ថិតនៅក្រោមឆ្នាំហ្នឹងតោះណាបាទហើយបច្ចេកនេះគឺស្ថិតនៅក្រោមនេះបាទឧទាហរណ៍ថាភ្ញៀវមួយឈ្មោះ KAP ក្នុងឆ្នាំ2020ឧទាហរណ៍ណាបាទខ្ញុំផ្សេងមើលបន្តិចក្នុងឆ្នាំ2020ហើយខែ6បាទគាត់បាន design ទៅលើគេបាទគាត់បាន design ក្នុងខែ9គាត់បាន design បាទ name card មួយបាទ poster មួយបាទហើយនឹង banner 3ឧទាហរណ៍ណាបាទអញ្ចឹងយើងមើលនេះឈ្មោះគាត់ឆ្នាំហ្នឹងខែហ្នឹងតែយើងសេជាអក្សរទៅណាបាទហើយប្រជាគាត់មានគេបាទមាន name card មាន poster មាន banner មែនទេបាទអញ្ចឹងដល់ពេលយើងលីសអាហ្នឹងអស់ហើយថ្ងៃក្រោយយើងចង់ដឹងហើយតិនន័យគឺយើងមានតដាក់ក្នុងនឹងមួយ
sẹp mẹ đấy bà nông nem cát của miền folder so link print nâng dân từ là bây dân review mau vinh á bà cái xua dân tha nông khai bằng mỗi con môn khê pi những thua class chỉ mỗi giờ dân nè đi dáng của dân ai cục krong tân này nâng chỉ bát đây bỏ tờ mơ folder nâng trách khơi này còn miền bay này để còn bàn vừa mẹ đấy bà nó cái dân miền folder standard bỏ dưỡng hơi đập ngay khỏi bây đa tầng orkney ban thua ca chỉ krong tới đập khơi nhờ ngày nào mỗi tầng orkney ở sủa luôn tới sẽ tụi mình nè mau chuyển đua mà ngày pi ngày những cái còn là mơ folder đó cái này nhưng che đôi cái những lần à ok còn hiện nó cứ dè đấy đập càng nghe những cái nhưng còn là trâu cả những cái ba này mẹ đấy anh nó cứ chỉ càng nghe standard muối là tầng orkney em chưa tha tầng orkney để florin là vì môn máu bay mình flop phơi càng nghe năng thì bay mình flop phơi chân thì và hơi bị thi ní pro sân mà dương chỉ nè cướp krong càng nghe đi giải với nhá cây xua từ bờ thiên này chứ đấy bà chứng bờ thiên này trong đăng càng những thương mạch trâu từ không năng đà chứng càng nghe nó cứ bờ thiên này chỉ nè điệp chồng còn đấy bà chứng cứ chưa chùm nói chùm khán đà tầng orkney thử đăng vì flow càng nghe năng bà cụ thể ngay khỏi tầng orkney thưa ca nó trong mùi năng chờ tôi chụp tôi bắt tới mình là thay trâu máu lại hiện mùi cái này rồi một cái này hiện chừng nó thấy nó biết cái trâu mắc hơi chẳng ố cái này đợt bây những càng nghi dân mình được biết tới tầng o hay đợt bây ngay khỏi tầng o này trong copy ai cả xa tốt thơ mạch copy the folder đi mua tới và check tới tầng o sửa tay một đồng 300 hộ ấy nhảy nhảy mền đấy bà ca điệp trong bạch áp bỏ dưỡng có sửa để bà chiếc bài tha nè che đi sáng cứ thật che điệp trong càng nghi đang ngồi lo tầng o bà cái này dân cho tới cho tờ folder mũi lên folder hay nâng file nó kéo tầng o chẳng càng nghi dân trên máu mạch vĩnh mơ tới vì họ mình bị rồi thì và phải khái cái tam nâng đá và nó cho nó chừng khăn đó bà khi chẳng tùm rồng ní kia ta tùm rồng tu từ này ca này nó không là setter để bà chứ những video này môi sấn